ការភ្ញាក់ផ្អើលដ៏អស្ចារ្យពីព្រះពួកមិត្តភ័ក្តិរបស់ព្រះយេស៊ូវមានចិត្តសោកសង្រេងពីព្រោះពួកគេនឹងមិនជួបមិត្តដ៏ស្និទ្ធស្នាលរបស់ពួកគេទៀតឡើយតើហេតុអ្វីបានជាការនេះកើតឡើងយ៉ាងដូចនេះតើព្រះយេស៊ូវមិនមែនជាអ្នកសង្គ្រោះទេឬអីតើព្រះអង្គមិនមែនជាស្ដេចដែលព្រះវរបិតាបានសន្យាឲ្យមកទេឬអីដំណើររឿងមួយនេះមិនគួរចាប់ដោយរបៀបនេះទេពិតមែនហើយប៉ុន្តែតើនរណាបាននិយាយថានេះជាភាគបញ្ចប់មុនពេលថ្ងៃរះបន្តិចនៅថ្ងៃទី3ព្រះជាម្ចាស់បានចាប់ទេវតាម្នាក់មកពីស្ថានសួគ៌ហើយឲ្យមានការរញ្ជួយដីយ៉ាងខ្លាំងនៅពេលដែលពួកអ្នកយាមបានឃើញទេវតានោះពួកគេភ័យខ្លាចរហូតដល់ដួលសន្លប់ទាំងអស់គ្នាទៅទេវតាក៏បានប្រមាផ្ទាំងថ្មដ៏ធំនោះចេញបន្ទាប់មកអង្គុយពីលើនោះហើយរង់ចាំនាព្រឹកព្រលឹមស្រាងនៅឡើយនាងម៉ារីម៉ាដាឡានិងស្ត្រីឯទៀតបាននាំគ្នាទៅមើលភ្នូរដើម្បីលាងសម្អាតសពព្រះយេស៊ូវនៅព្រឹកព្រលឹមនោះពន្លឺថ្ងៃបានចាំងឆ្លុះតាមចន្លោះដើមអូលីវទឹកសន្សើមចាំផ្លេកលើស្លឹកឈើនិងស្មៅដូចជាដំណក់ទឹកភ្នែកគ្រប់ទីកន្លែងពួកមិត្តសម្លាញ់របស់ព្រះយេស៊ូវបានដើរយ៉ាងស្ងៀមស្ងាត់តាមផ្លូវជើងភ្នំកាត់ចំការដើមអូលីវរហូតបានទៅដល់ភ្នូរហើយរំពេចនោះពួកគេបានសម្គាល់ឃើញថាភ្នូរបានបើកចំហពួកគេបានសម្លឹងមើលទៅក្នុងភ្នូរដ៏ងងឹតតាមមាត់ច្រកបើកចំហនោះដោយប្រុងប្រយ័ត្នប៉ុន្តែឈប់សិនសពរបស់ព្រះយេស៊ូវបានបាត់ទៅហើយមានអ្វីផ្សេងទៀតកើតឡើងគឺមានបុរសម្នាក់នៅទីនោះសម្លៀកបំពាក់របស់គាត់មានពន្លឺភ្លឺចិញ្ចាចដូចជាពន្លឺរន្ទះទេវតាបានប្រាប់ថាកុំខ្លាចអីប៉ុន្តែពួកគេទប់អារម្មណ៍ខ្លាចមិនបានទេហើយពួកគេនៅតែស្រែកដដែលទេវតាបានសួរទៅពួកគេថាតើអ្នកទាំងអស់គ្នាមកទីនេះធ្វើអ្វីនេះជាភ្នូរខ្មោចហើយភ្នូរខ្មោចនេះសម្រាប់ដាក់មនុស្សស្លាប់ស្ត្រីទាំងនោះឆ្លើយមិនរួចទេវតាបាននិយាយថាព្រះយេស៊ូវមិននៅស្លាប់ទៀតទេព្រះអង្គបានមានព្រះជន្មរស់ឡើងវិញហើយពេលនោះបេះដូងរបស់គេបានលោតពុះកញ្ជ្រោលឡើងបន្ទាប់មកទេវតាក៏បានសោចយ៉ាងសប្បាយហើយក្នុងរំពេចនោះពួកគេមានអារម្មណ៍ថាហាក់បីដូចជាទៅតែភ្ញាក់ពីការសុបិនដ៏អាក្រក់មួយអញ្ចឹងនាងម៉ារីបានបន្តនៅទីនោះហើយឯស្ត្រីឯទៀតបានប្រញាប់នាំគ្នារូតរះម្នាត្រឡប់ទៅផ្ទះវិញតើនេះអាចជាការពិតមែនឬព្រះយេស៊ូវទ្រង់បានសគត់ពិតមែនតើព្រះអង្គអាចនឹងរស់ឡើងវិញដូចម្តេចទៅទន្ទឹមពេលនោះនាងម៉ារីបានឮសំឡេងនរណាម្នាក់នៅក្នុងសួនច្បារដែរនាងបានគិតក្នុងចិត្តថាប្រហែលជាសំឡេងរបស់អ្នកថែសួនគាត់ប្រហែលជាដឹងថាសពព្រះយេស៊ូវនៅទីណាហើយនាងម៉ារីបាននិយាយភ្លាមថាខ្ញុំមិនដឹងថាសពព្រះយេស៊ូវទ្រង់នៅឯណាទេខ្ញុំមិនអាចរកទ្រង់ឃើញទេប៉ុន្តែមិនអីទេព្រោះព្រះយេស៊ូវស្គាល់ទីកន្លែងដែលនាងកំពុងនៅហើយទ្រង់ក៏បានរកនាងឃើញព្រះអង្គមានបន្ទូលថាអូនាងម៉ារីអើយមានតែបុគ្គលម្នាក់នេះទេដែលបានហៅឈ្មោះនាងដោយសំឡេងបែបនេះបេះដូងរបស់នាងលោតចង្វាក់យ៉ាងខ្លាំងនាងក៏ងាកមើលក្រោយហើយឃើញស្រមោលជារូបរាងមួយនាងបានយកដៃបាំងភ្នែកដើម្បីមើលហើយបានគិតថានាងកំពុងតែយល់សប្តិប៉ុន្តែនាងមិនមែនយល់សប្តិទេគឺនាងកំពុងតែមើលឃើញព្រះយេស៊ូវនាងម៉ារីបានក្រាបចុះទៅលើដីរំពេចនោះទឹកភ្នែករលីងរលោងជោកក្នុងកែវភ្នែករបស់នាងហើយនាងបានយំអណ្ដើតអណ្ដកជាខ្លាំងរហូតដល់ញ័ររាងកាយទាំងមូលរួចអ្វីដែលនាងចង់បានក្នុងពេលនោះគឺតោងព្រះយេស៊ូវឲ្យជាប់មិនឲ្យព្រះអង្គយាងទៅណាទៀតឡើយព្រះយេស៊ូវបានមានបន្ទូលដោយស្រទន់ថានាងអាចមានឱកាសនឹងតោងខ្ញុំនៅពេលក្រោយបាននាងនឹងនៅជាប់ជាមួយខ្ញុំជានិច្ចប៉ុន្តែឥឡូវនេះចូលចេញទៅប្រាប់អ្នកដទៃទៀតថាខ្ញុំរស់ឡើងវិញហើយនាងម៉ារីបានរត់ហើយរត់ទៀតរត់ទាល់តែដល់ទីក្រុងនាងមិនដែលរត់បានលឿននិងបានឆ្ងាយដូចនេះទេនាងមានអារម្មណ៍ថានាងអាចរត់បានរហូតនាងមានអារម្មណ៍ទៀតថាជើងនាងហាក់ដូចជាមិនបានប៉ះដីផងពន្លឺថ្ងៃហាក់ដូចជារត់តាមហើយបញ្ចាំងរស្មីចែងចាំងយ៉ាងច្បាស់កាត់សន្ធឹងនៅលើមេឃប្រណាំងជាមួយនាង
គឺវាបានបញ្ចេញរស្មីខ្លាំងជាងរាល់ដងតាមដែលនាងចាំបានក្នុងចំណោខ្យល់ល្អមួយនេះនាព្រឹកនោះពេលដែលនាងកំពុងរត់នាងមានអារម្មណ៍ថាផែនដីនេះហាក់បីដូចជាត្រូវបានបង្កើតឡើងជាថ្មីម្ដងទៀតហាក់បីដូចជាផែនដីនេះបានច្រៀងដោយអំណរទាំងដើមឈើវាស្មៅនិងសត្វស្លាបហើយចិត្តរបស់នាងក៏បានច្រៀងផងដែរតើព្រះជាម្ចាស់កំពុងធ្វើឲ្យគ្រប់ទាំងសេចក្តីយំសោកត្រឡប់ជាមិនយំសោកវិញមែនឬតើព្រះអង្គទ្រង់កំពុងធ្វើឲ្យសេចក្តីស្លាប់ត្រឡប់មកវិញមិនមែនជាការពិតមែនឬនាងស្ទើរតែមិនអាចរង់ចាំបានទេក្នុងការប្រាប់ដំណឹងដល់មិត្តភ័ក្តិរបស់ព្រះយេស៊ូវនាងបានគិតក្នុងចិត្តដោយអស់សំណោចថាគេនឹងមិនជឿឡើយប្រាកដណាស់នាងបានគិតត្រូវមែន